ខ្ញុំជឿថាគ្រប់គ្នាគឺសិតតែត្រូវការផ្ដល់កម្លាំងចិត្តនិងការលើកទឹកចិត្តអញ្ចឹងក្នុងនាមខ្ញុំដែលអាចជួយបានគឺខ្ញុំស្ម័គ្រចិត្តនឹងជួយដើម្បីឲ្យបងប្អូនដែលគាត់មិនទាន់បើកចិត្តទទួលយកពួកខ្ញុំគាត់កាន់តែយល់ច្បាស់ក៏ដូចជាអាចសិក្សាស្វែងយល់ម្ដងតិចគឺជាកម្មវិធីមួយដែលល្អជាកម្មវិធីមួយដែលផ្ដល់តម្លៃទៅដល់បងប្អូនភេទទី3ដូចយើងដឹងអញ្ចឹងថាកម្មវិធីប្រកួតសម្រស់ភេទទី3 Miss Grand Universe Cambodia នេះគឺជាវេទិកាដែលយើងបើកឱកាសសម្រាប់បេក្ខភាពដែលគាត់មានសមត្ថភាពបង្ហាញទៅដល់មហាជនអញ្ចឹងក្នុងនាមខ្ញុំស្ថិតនៅក្នុងសមត្ថអាចនិយាយបានថានៅក្នុងចំណោមនឹងដែរអញ្ចឹងខ្ញុំក៏ចង់ខ្លាយទៅជាផ្នែកមួយដើម្បីលើកកម្ពស់ក៏ដូចជាបន្ថែមនៅការយល់ដឹងនិងផ្ដល់តម្លៃទៅដល់ពួកគាត់អាចនិយាយថាជាកម្លាំងចិត្តក៏បានដែរខ្ញុំជឿថាគ្រប់គ្នាគឺសិតតែត្រូវការផ្ដល់កម្លាំងចិត្តនិងការលើកទឹកចិត្តអញ្ចឹងក្នុងនាមខ្ញុំដែលអាចជួយបានគឺខ្ញុំស្ម័គ្រចិត្តនឹងជួយដើម្បីឲ្យបងប្អូនដែលគាត់មិនទាន់បើកចិត្តទទួលយកពួកខ្ញុំគាត់កាន់តែយល់ច្បាស់ក៏ដូចជាអាចសិក្សាស្វែងយល់ម្ដងតិចតាមពិតពាក់ព័ន្ធជាមួយនឹងមុខរបរវាអត់មានអីប៉ះពាល់ទេបងប្អូនថាយើងមានក្រុមការងាររបស់យើងច្រើនក្នុងការរៀបចំការចូលរួមនៅក្នុងកម្មវិធីមួយនេះគឺជាកម្មវិធីមួយដែលល្អដូចជាបាននិយាយអញ្ចឹងជាកម្មវិធីមួយដែលផ្ដល់តម្លៃទៅដល់បងប្អូនភេទទី3អញ្ចឹងការចូលរួមរបស់ខ្ញុំជឿថាមហាជនគាត់ក៏បានឃើញពីទឹកចិត្តរបស់យើងហើយបើនិយាយស្រួលស្រាប់ទៅវាក៏អាចជាផ្លូវល្អមួយក្នុងការឲ្យបងប្អូនគាត់កាន់តែងាកមកគ្រប់គ្រងនៅ business របស់យើងបន្ថែមទៀតពេលយើងនឹងស្រាប់ទាំងមកដល់ឥឡូវនេះអាចនិយាយបានថាដល់យុគសម័យមួយដែលគេអាចនិយាយថាសម័យ AI ហើយប៉ុន្តែនៅតែមានបងប្អូនមហាជនមួយចំនួនទូចដែលគាត់នៅតែមិនទាន់បើកចិត្តមិនទទួលស្គាល់ក៏ដូចជាមិនឲ្យតម្លៃតតែសោះចំពោះភេទទី3អញ្ចឹងសម្រាប់វេទិកាមួយនេះខ្ញុំក៏មិនរំពឹងថានឹងធ្វើឲ្យពួកគាត់ងាកមកបើកចិត្តទទួលយកភេទពួកខ្ញុំដែរប៉ុន្តែកម្មវិធីមួយនេះគឺយើងនឹងលើកតម្លៃទៅដល់ពួកគាត់ដែលជាបេក្ខភាពដែលគាត់តែងតែរងចាំឱកាសដែលសឹងតែថាមិនមានអ្នកណាបើកឱកាសឲ្យគាត់បញ្ចេញពីសមត្ថភាពទាំងតែពួកគាត់ជាភេទមួយដែលក៏មានសមត្ថភាពដូចភេទទូទៅដែរយើងអត់អាចដឹងថាតើនៅក្នុងបរិបទនៃការរស់នៅរបស់គាត់នៅក្នុងគ្រួសាររបស់គាត់នឹងគាត់ត្រូវរងសម្ពាធឬមួយក៏យ៉ាងម៉េចអញ្ចឹងយើងអត់អាចវិនិច្ឆ័យឬមួយក៏ត្រូវតែណែនាំជំរុញគាត់ឲ្យធ្វើតាមបេះដូងធ្វើតាមអ្វីជាធម្មជាតិរបស់គាត់ទេទោះបីយើងស្ថិតនៅក្នុងភេទមួយណាយើងមិនទាន់ស្គាល់ពីខ្លួនឯងមិនទាន់អាចបង្ហាញសំខាន់យើងរស់នៅជាមួយនឹងបច្ចុប្បន្នហើយយើងព្យាយាមធ្វើអំពើល្អហើយបង្ហាញឲ្យមនុស្សគ្រប់គ្នាបានដឹងថាទោះបីជាយើងស្ថិតនៅក្នុងភេទណាមួយក៏ដោយយើងនៅតែមានសន្តានចិត្តយើងនៅតែមានសមត្ថភាពយើងនៅតែអាចជួយសង្គមនៅពេលនោះគឺគ្រប់គ្នានឹងផ្ដល់តម្លៃឲ្យយើងហើយទោះយូរឬឆាប់យើងចង់បញ្ចេញនៅអត្តសញ្ញាណរបស់យើងក៏ដូចជាអ្វីដែលយើងស្រឡាញ់ក៏វាអត់ទាន់ហួសពេលដែរ